ត្រង់ចំណុចនេះខ្ញុំសូមគូបញ្ជាក់ជាថ្មីម្ដងទៀតថាក្រសួងសាធារណការនឹងដឹកជញ្ជូនអាជ្ញាធរដែនដីសមត្ថកិច្ចនគរបាលចរាចរណ៍ត្រូវបន្តធ្វើការឲ្យបានម៉ឺងម៉ាត់ចំពោះអ្នកដែលបានប្រព្រឹត្តល្មើសចរាចរណ៍ដោយជាការដឹកលើកកម្រិតទម្ងន់ក្នុងច្បាប់ការតទ្រង់យានយន្តខុសបច្ចេកទេសជាដើមចាំនាំគ្នាអនុវត្តទៅមើលវិញអីក៏វាពិបាកមែនចាប់វាយកទៅដាក់វាទៅខ្ញុំសូមអំពាវនាវតុលាការទាំងឡាយជួយគ្រប់គ្រងចំពោះការកាត់ទោសបទល្មើសតាក់ទងនឹងការដឹកជញ្ជូនលើសទម្ងន់ហើយឮថាមានអាឡានណានៅភ្នំពេញហ្នឹងដឹកជញ្ជូនអាហ្នឹងពណ៌ត្រេអ៊ីថាអាហ្នឹងមិនដែលឲ្យទៅចាប់ទេមិនដែលឲ្យទៅឆែកអូយហើយមានឮខ្លះថាអាហ្នឹងនៅកងអង្គរៈឮខ្លះថាអាហ្នឹងរបស់មេវាឈ្មោះអាម៉ៅប៉ុន្តែអាម៉ៅណាឥឡូវអាម៉ៅណាក៏ដោយអាអង្គរៈណាចាប់ឯងទាំងអស់យកមកអូយរាយការណ៍ខ្ញុំឯងចង់កុំធ្វើពាក់ត្រឹមផ្កាយ4ផ្កាយ5ហើយពាក់លោកខែក៏ដល់ឯងចោលណា